ស្ដីមកបងប្អូនបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទាក់ទងជាមួយនឹងការប្រើ VO3 ដោយ free បាទ unlimit ណាបាទបច្ចុប្បន្នគឺ unlimit យើងអាចបង្កើតវីដេអូបានដោយឥតកំណត់ទេបច្ចុប្បន្នហ្នឹងណាបាទអញ្ចឹងបងប្អូនចូលទៅកាន់ Google ទៅហើយវាយពាក្យថា Google Cloud Boost Skill ណាវាយអញ្ចឹងមកហើយទាញចុះមកក្រោមទៅមកមើលត្រង់កន្លែងនេះបាទនេះមើល website មួយនេះ cloudskillboost.google ណាបាទចុចលើវាមកតើបើចុចហើយបងប្អូនចុចយក continue អាហ្នឹងមកបើសិនមកវា load អញ្ចឹងណាបាទគឺយើងខ្វែងចុចចុច join ក៏បានដែរនៅសូមរងចាំបន្តិចបាទអញ្ចឹងមកដល់កន្លែងនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតយើងមកដាក់ម៉ានដាក់ទៅបាទអាយុ2003អីក៏បានដែរចេះដាក់ទៅបាទអត់មានប្រកាន់ទេណាហ្នឹងឲ្យតែគ្រប់អាយុអូខេអញ្ចឹងយើងចុច accept បន្ទាប់ពីចុច accept ហើយយើងចុច join បន្ទាប់ពីចុច join ហើយចុចយក email នេះមកហើយចុច continue បាទបន្ទាប់ពី continue ហើយយើងបិទអានេះចោលទៅយើងទាញវាមកក្រោមយើងចុចកន្លែងនេះចុច explore catalog នេះមកបន្ទាប់មកយើងទាញវាចុះមកក្រោមយកកន្លែង Tour of Google Cloud Sustainability នេះបាទចុចលើវាមកបាទចុចមកដល់ហ្នឹងហើយយើងនឹងឃើញប៊ូតុង Start Lab នេះបាទចុច Start Lab ហ្នឹងមកបន្ទាប់មកយើងចុច Verify Robot នេះសិនមកអូខេបាទអញ្ចឹងមកដល់កន្លែងនេះវាឲ្យយើងចុច Open Google Cloud Console អញ្ចឹងត្រង់កន្លែងនេះវាយើងចុចធម្មតាគឺអត់បានទេណាវាឲ្យយើងចុចយក Incognito នេះបាទអញ្ចឹងយើងត្រូវមកស្ដាំលើប៊ូតុងមួយហ្នឹងមកស្ដាំយកពាក្យថា Open in a icon 92នេះបាទនឹងប្រហែលជាអានអញ្ចឹងហើយខ្ញុំបានឆែក dictionary មើលទេបាទយើងចុច open វាមកអញ្ចឹងវានឹងចេញមកបែបនេះបាទបន្ទាប់មកវាមានជាអក្សរខ្មែរបែបហ្នឹងយើងចុចយកខ្ញុំយល់ហើយនេះមកអាហ្នឹង account ខ្មែរក៏បានដែរអត់ប្រកាន់ទេណាបាទអញ្ចឹងមកដល់ត្រង់កន្លែងនេះអូខេអញ្ចឹងយើងចុច accept term របស់វាទាំងអស់មកបាទបន្ទាប់មកយើងចុចមកកន្លែង Vertex AI យើងដាក់មកលើវាបន្ទាប់មកយើងមកមើលត្រង់កន្លែង Media Studio បាទ Media Studio នេះមកហើយយើងនឹងឃើញថាមានកន្លែងមួយនេះដាក់ Generate Video បាទចុចឡើង Generate Video ហ្នឹងមកអញ្ចឹងយើងចុចយក Agree and Continue បាទហើយមកដល់កន្លែងនេះគឺដល់ទីតាំងដែលយើងអាចបង្កើតវីដេអូបានហើយយើងទៅដាក់យក Chrome ដាក់ចូលមកអានេះមានសេរីវាណាប៉ុន្តែអានេះគឺយើងប្រើ version 3 នេះវីដេអូ3បាទអញ្ចឹងខ្ញុំនឹងទៅយក Chrome មកដាក់សិនបាទឧទាហរណ៍ខ្ញុំប្រើ Chrome មួយនេះចុះ Chrome នេះខ្ញុំមិនបានសម្រួលទេគឺ copy មកដាក់ផាសតែម្ដងដើម្បីធ្វើជាវីដេអូបាទប៉ុន្តែຂະຫນາດនេះខ្ញុំយកអានេះមិនបាច់យកຂະຫນາດទេលុបនេះចោលទៅអញ្ចឹងវាចាប់យកຂະຫນາດ1920 x 18ដែរបាទអញ្ចឹងកន្លែងនេះមានច្រើនណាស់នេះបាទមានអាចបង្កើតរូបភាពបង្កើតជាភ្លេងអីបានតែកន្លែងនេះខ្ញុំយកជាវីដេអូអញ្ចឹងបន្ទាប់មកខ្ញុំចុចដើម្បីបង្កើតវាហើយវីដេអូនេះគឺគុណភាពច្បាស់ដូចនៅក្នុង VO3 របស់ Google Gemini ដែរហើយចុចលឿនដែរម៉ោងខ្លះគឺចុច1 ផ្លែតគឺចេញជាវីដេអូតែម្ដងតែម៉ោងខ្លះរៀងយូរដែរបាទឥឡូវនេះបានហើយឃើញវីដេអូហ្នឹងបាទបាទនេះយើងសរសេរ Chrome បន្ថែមឲ្យស្អាតណាបាទនេះខ្ញុំយក Chrome នេះមកដាក់ទេអញ្ចឹងខ្ញុំបានតេស្តមើលហើយវីដេអូ quality គឺថាស្អាតណាបាទអាស្រ័យទៅលើ Chrome ដែលយើងយកមកដាក់បាទអញ្ចឹង
តែប៉ុណ្្នឹងទេយើងអាច download មកបាទយកទៅប្រើការបានតែម្ដង8 second ហើយយើងបច្ចុប្បន្ននេះគឺ unlimit ដូច្នេះយើងអាចបង្កើតវីដេអូបានច្រើនមែនទែនបាទអញ្ចឹងតន់វា free យើងនោះនេះធ្វើឲ្យហើយបាទអញ្ចឹងអរគុណច្រើនចំពោះវីដេអូនេះហើយកុំភ្លេចជួយsubscribe ផងបាទអរគុណច្រើន